សួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ការសម្រាយរឿងខ្លីៗរឿងបេះដូងអ្នកក្រប៉ុន្តែមុននឹងបន្តសាច់រឿងរបស់យើង admin សូមរំលឹកពាក្យមុនបន្តិចបន្ទាប់ពីបាននិយាយគ្នាលេងហើយកែវវ៉ាហើយនឹងរត់ក៏បានមកបេះបន្លាយជាមួយគ្នាបន្ទាប់ពីបានបេះហើយក៏បានមកអង្គុយលេងទៀតហើយនៅពេលហ្នឹងកែវក៏បន្លាយគេទៀតហើយអ្នកទាំងអស់គ្នាបាននិយាយថាមានដង្កូវហ្នឹងនៅលើរត់ហើយនៅពេលហ្នឹងរត់ស្រែកខ្លាំងមែនតើរហូតដល់វ៉ាហ្នឹងរត់មកបេះដង្កូវឲ្យរត់ទៅចំណែកឯទឹកមុខរបស់កែវវិញគឺថាមិនរីកនោះទេតើឥឡូវកុំឲ្យខាត់ពេលយូរយើងចូលសាច់រឿងបន្តតែម្ដងកាត់ចូលមកដល់ផ្ទះបញ្ច័ន្ទវិញឃើញថាព្រឹកឡើងគាត់ក៏បានរៀបចំដើម្បីរៀបលក់អីវ៉ាន់អញ្ចឹងណាហើយនៅពេលហ្នឹងលោកមេភូមិក៏បានមកដល់ហើយក៏បានហុចលិខិតមួយគឺថាថ្ងៃស្អែកហ្នឹងមន្ត្រីកសិកម្មគេចុះមកភូមិអញ្ចឹងចង់ឲ្យចូលរួមទាំងអស់គ្នាអញ្ចឹងណាហើយលោកមេភូមិក៏បានបន្តដំណើរហៅអ្នកភូមិតាមផ្ទះបន្តទៀតគឺមានដូចជាផ្ទះរបស់វ៉ាផងដែរយូរមន្ត្រីកសិកម្មចុះមកម្ដងវ៉ាក៏បាននិយាយថាគេមិនឲ្យខកឱកាសនេះទេគេនឹងចូលរួមលោកមេភូមិក៏បានបន្តដំណើរទៅផ្ទះរបស់តាដួងម្ដងក៏បានជួបជាមួយនឹងមីងឌឿនដែលកំពុងតែអង្គុយរអ៊ូម្នាក់ឯងនោះពូមេភូមិគាត់ក៏បានរៀបរាប់ថាមន្ត្រីកសិកម្មមកចង់ឲ្យគាត់ហ្នឹងទៅចូលរួមដើម្បីទទួលបានចំណេះដឹងថ្មីមកដាំដុះអីអញ្ចឹងទៅហើយមីងឌឿនហ្នឹងគាត់ក៏បាននិយាយវិញថាអត់មានអីពាក់ព័ន្ធជាមួយនឹងខ្ញុំផងហ្នឹងខ្ញុំអត់ចាំបាច់ទៅដាំដុះក៏ខ្ញុំមានលុយទៅទិញបន្លែនៅផ្សារហូបដែរនិយាយទៅគេអ្នកមានធ្វើអីក៏សមដែរយើងងាកមកមើលពូបារាំងបន្តិចតាមពិតគាត់មកបង្រៀននៅក្នុងភូមិហ្នឹងតែអ្នកទាំងអស់គ្នាហើយក៏បានបង្រៀនក្នុងសាលាជាមួយនឹងលោកគ្រូផាតផងដែរហើយសិស្សនៅទីនោះគឺស្រឡាញ់ចូលចិត្តគាត់ខ្លាំងមែនតើដោយសារទី1គឺគាត់ជាបារាំងនិយាយមិនសូវច្បាស់ហើយសាច់សអញ្ចឹងទៅកាត់ចូលមកដល់នីវ៉ាវិញគឺគេកំពុងតែដើរសុកនៅពេលហ្នឹងនីដានក៏បានដើរទៅស្ទាក់មុខរបស់គេដោយសួរនីវ៉ាហ្នឹងថាទៅណានីវ៉ាក៏ថាដើរលេងអញ្ចឹងទៅនីដានក៏បាននិយាយថាទៅដើរលេងឬក៏ទៅជួបស្រីស្អាតម្នាក់នោះព្រោះថាឥឡូវហ្នឹងអ្នកភូមិបាននិយាយច្រើនមែនតើអំពីវ៉ាហើយនឹងនារីរតអញ្ចឹងណាវ៉ាក៏បាននិយាយថាប្រហែលជាអ្នកភូមិយល់ច្រឡំហើយគេហើយនឹងរត់ត្រឹមតែជាមិត្តភក្តិនឹងគ្នាតែប៉ុណ្ណោះចំណែកឯនីដានក៏បាននិយាយទៀតថាចាំបាច់លាក់ធ្វើអីបើស្រឡាញ់គេហើយចុះស្ដីដណ្ដឹងគេទៅនីវ៉ាក៏បាននិយាយទៀតថាឲ្យដណ្ដឹងយ៉ាងម៉េចបើខ្ញុំអត់បានស្រឡាញ់គ្នាផងហ្នឹងដានក៏បានតបវិញថាអត់ស្រឡាញ់យ៉ាងម៉េចគេស្អាតប៉ុណ្ណឹងហើយតាមយកចិត្តគេបន្តិចទៅវ៉ាក៏បាននិយាយថាប៉ុន្តែខ្ញុំមានផែនការរបស់ខ្ញុំហើយនៅពេលហ្នឹងនីដានក៏បានភ្ញាក់ផ្អើលដែរក៏បានសួរថាផែនការអីគេនីវ៉ាក៏បាននិយាយថាគឺផែនការរៀបការជាមួយមនុស្សដែលខ្ញុំស្រឡាញ់គឺជានារីនៅក្នុងភូមិរបស់យើងនឹងហើយនីដានក៏បានដើរទៅជិតនីវ៉ាហើយបានយកដៃនឹងកេះស្មានិយាយថានៅក្នុងភូមិនេះឯងចង់ដណ្ដឹងអ្នកណាក៏បានដែរក៏ប៉ុន្តែដកកែវមួយចេញបើឯងមិនចង់មានបញ្ហាជាមួយនឹងយើងនៅពេលហ្នឹងនីវ៉ាក៏បាននិយាយបង្ហើបប្រាប់នីដានថាមនុស្សស្រីដែលគេចង់រៀបការជាមួយគឺជាកូនស្រីរបស់កូនប្រុសតាដួងនេះឯងនៅពេលហ្នឹងនីដានខឹងខ្លាំងមែនទែនដោយសារតែវ៉ាលូកថ្លើមគេកាត់ចុះមកដល់តាដួងហើយនឹងពូមឿនវិញឃើញថានៅពេលហ្នឹងគឺគាត់កំពុងតែអង្គុយពិភាក្សាគ្នាអំពីការរកប្តីឲ្យកែវដោយពូមឿនបាននិយាយថាមានតែដែនទេដោយស័ក្តិសមជាមួយនឹងកែវអញ្ចឹងទៅណាប៉ុន្តែចំពោះតាដួងវិញគឺគាត់បដិសេធដាច់អហង្ការដែលគាត់និយាយថានីដានហ្នឹងគ្មានទាំងចំណេះដឹងគ្មានទាំងសមត្ថភាពពូមឿនគាត់ក៏បាននិយាយទៀតថាតែគ្រូឲ្យថានីដានហ្នឹងគឺជាគូព្រៃរបស់កែវតាដួងគាត់ក៏បាននិយាយថាឯងសុកចិត្តយកមនុស្សល្ងងមកធ្វើជាកូនប្រសាដោយសារតែស្ដាប់តាមសម្ដីរបស់គ្រូទាយហ្នឹងមែនពូមឿនគាត់ក៏បាននិយាយទៀតថារវាងដែនហើយនឹងវ៉ាយ៉ាងណាក៏ដែនល្អជាងដែរគ្រាន់តែលឺអញ្ចឹងតាដួងក៏បានចោទសួរថាអាដែនហ្នឹងវាល្អត្រង់ណាពូជអម្បូររបស់វាហ្នឹងក៏មិនមានអ្នកគ្រាន់បើដែរហើយសពថ្ងៃហ្នឹងវារស់ក៏ដោយសារតែគ្រួសាររបស់យើងដូចគ្នាពូមឿនគាត់ក៏បានយល់ស្របដែរហើយគាត់ក៏បានចោទសួរទៅតាដួងវិញថាឬក៏ពុកពេញចិត្តអាវ៉ាតាដួងគាត់ក៏បាននិយាយថាគ្មានជំរឿអីក្រៅពីអាពីរអ្នកហ្នឹងទេឬអាដែនគឺជាមនុស្សល្ងងចំណែកឯនីវ៉ាគឺជាមនុស្សក្រសាច់រឿងភាគទី27ក៏បានឆ្លេះត្រឹមនេះចង់ដឹងភាគបន្តទៅជាយ៉ាងណាកុំភ្លេចចាំតាមដានទាំងអស់គ្នាណា